មិនគួរឲ្យជឿថាសៀមអាចធ្វើបានសៀមវាបានប្រើប្រាស់បាសយកមកដាក់សម្លេងខ្មោចតែងខ្លួនធ្វើជាខ្មោចតែងខ្លួនធ្វើជាអាបដើម្បីមកបន្លាចប្រជាជនខ្មែរយើងហើយដើម្បីឲ្យប្រជាជនខ្មែរយើងចាញ់ពីដីរបស់ខ្មែរយើងហើយអានឹងវាមកកាន់កម្មម្ដងខ្មោចយើងមិនខ្លាចទេបងប្អូនទាំងអស់គ្នាអ្វីដែលគួរឲ្យខ្លាចនឹងគឺជាល្បិចសៀមដែលវាប្រើធ្វើឲ្យពិភពលោកគេងើយឆ្ងល់ថាហេតុអ្វីបានជាសៀមវាអាចធ្វើបែបនេះទៅរួចសៀមវាបានដាក់បាសសម្លេងខ្មោចបន្លាចប្រជាជនខ្មែរការបង្កើតរឿងខ្មោចតែងខ្លួនធ្វើជាខ្មោចតែងខ្លួនធ្វើជាអាបដើម្បីបំបាក់ស្មារតីខ្មែរតែកុំច្រឡំណាចោលសៀមពួកឯងគឺស្កិលខ្មែរតិចពេកហើយស្រុកខ្មែរណាសម្បូរគ្រូខ្មោចណាចេញមក10ចាប់10ចេញមក20ចាប់20អាបចេញមកមិនស្រួលបោះដេកគោលចូលទៅក្នុងអាបវិញទៀតបន្ទាប់ពីប្រជាជនសៀមឬក៏រាជរដ្ឋាភិបាលរបស់សៀមនិយាយរួមសៀមមកប្រទេសចូលមកប្រទេសនោះបោកប្រាស់ប្រជាជនវាបង្កើតព័ត៌មានคล้ายៗដើម្បីបោកប្រាស់ប្រជាជនវាឆ្អែតឆ្អន់ប្រជាជនវាលេងជឿឥឡូវវាចាប់ផ្ដើមបង្កើតរឿងคล้ายៗបង្កើតព័ត៌មានคล้ายៗមកបោកប្រាស់ប្រជាជនខ្មែរយើងម្ដងពេលនេះសៀមវាបានប្រើយុទ្ធសាស្ត្រប្លែកមួយដែលពិភពលោកមិននឹកស្មានថានឹងកើតឡើងនៅក្នុងសតវត្សនេះក្នុងពេលនេះគឺជាពេលមួយដែលពិភពលោកកំពុងតែអភិវឌ្ឍទៅមុខជាបន្តបន្ទាប់ជាមួយនឹងបច្ចេកវិទ្យាដែលចូលរួមជួយសង្គមឬក៏អភិវឌ្ឍសេដ្ឋកិច្ចជាតិនិងការយល់ដឹងរបស់ប្រជាជនទូទាំងពិភពលោកតែផ្ទុយទៅវិញពួកអាចោសៀមនេះកំពុងធ្លាក់ចុះទៅក្នុងភាពងងឹតនៃការគិតនិងការប្រើយុទ្ធសាស្ត្រដ៏ថោកទាបថោកជាងសត្វទៅទៀតការដាក់បាសសម្លេងខ្មោចនិងក្លែងធ្វើជាខ្មោចធ្វើជាអាបបន្លាយប្រជាជនខ្មែរនៅតាមបន្ទាត់ព្រំដែនភូមិព្រៃច័ន្ទយើងខេត្តបន្ទាយមានជ័យនេះមិនអោយខ្មែរយើងសម្រាទាំងជប់ទាំងថ្ងៃដើម្បីឲ្យប្រជាជនខ្មែរយើងចាក់ចែងពីតំបន់ដែលកំពុងតែមានវិវាទដីធ្លីឬក៏តំបន់ដែលសៀមចង់បានណាបងប្អូនទាំងអស់គ្នាចង់បន្លាចគេតែអួតពីការបន្លាចផុស Facebook ផុស Instagram ផុស TikTok ផុស YouTube ផុសស្អីថាខ្លួននឹងធ្វើខ្មោចចែដើម្បីបន្លាចខ្មែរយកបាសទៅចាក់ដំឡងប្រជាជនខ្មែរបង្កើតអាបយកទៅបន្លាចខ្មែរសួរថាណាទៅភ្លើខ្លាចពួកអាល្បិចចោសៀមនេះធ្វើបែបនេះចង់ឲ្យប្រជាជនខ្មែរភ័យខ្លាចទេឬក៏ចង់ឲ្យប្រជាជនខ្មែរចាក់ចែងពីតំបន់ដែលពួកប្រជាជនខ្មែរកំពុងតែរស់នៅឬក៏មិនគិតថាប្រជាជនខ្មែរល្ងងឬក៏មិនពួកអាចោសៀមសូមឈប់ដេកសម័យបន្តទៀតទៅគំនិតកូនក្មេងល្បែងកូនក្មេងសោះក៏តែប្រទេសវាគ្រប់ត្រូលមកប្រទេសផ្លេចគិតបងប្អូនទាំងអស់គ្នាផ្លេចគិតថាពួកអាពូជសៀមនេះគឺជាពូជដែលមិនគ្របទឹកច្រឡំសើចបងប្អូនទាំងអស់គ្នាត្រូវចាំថាសកម្មភាពបែបនេះមិនត្រឹមតែជាការបន្លំឆន្ទៈប្រជាជនខ្មែរយើងឲ្យខ្មែរយើងបាត់បង់ភាពស្នេហាជាតិទេប៉ុន្តែវាជាការរំលោភបំពានសិទ្ធិមនុស្សលើពិភពលោកនិងជាការបង្ហាញពីភាពអស់មធ្យោបាយរបស់ជនជាតិសៀមវាអស់ល្បិចហើយវាចាប់ផ្ដើមប្រើល្បិចណាដែលថោកទាបល្បិចកូនក្មេងដែលមិនគួរលេងសោះវាយកមកលេងអញ្ចឹងវាអស់ល្បិចហើយវាអស់មធ្យោបាយនៅក្នុងការធ្វើនយោបាយហើយវាចាប់ផ្ដើមលេងល្បិចកូនក្មេងមកដាក់ខ្មែរយកម្ដងពេលដែលប្រទេសមួយប្រើសម្លេងខ្មោចជាឧបករណ៍យុទ្ធសាស្ត្រនោះបង្ហាញថាពួកគេគឺមិននៅសល់ភាពជាម្ចាស់ការឬក៏សិលធម៌អ្វីតទៀតទេបងប្អូនទាំងអស់គ្នាការក្លែងធ្វើជាខ្មោចដើម្បីបន្លាចខ្មែរឲ្យបាត់បង់ស្មារតីស្នេហាជាតិនេះផ្ទុយទៅវិញវាធ្វើឲ្យខ្មែរយើងមានកម្លាំងស្នេហាជាតិកាន់តែខ្លាំងជាងមុនធ្វើឲ្យខ្មែរយើងរួបរวมគ្នាជាងមុនដើម្បីការពារជាតិខ្មែរនិងសេចក្តីថ្លៃថ្នូររបស់ជាតិយើងចង់ប្រាប់ទៅពួកអាចោសៀមវិញថាខ្មែរមិនខ្លាចខ្មោចប្រែតពួកឯងដែលកំពុងសម្ដែងនេះទេខ្មែរមានតែរួបរวมសាមគ្គីគ្នាខ្លាំងជាងមុនសៀមប្រើខ្មោចក្លែងក្លាយធ្វើឲ្យខ្មែរមានស្មារតីស្នេហាជាតិខ្លាំងជាងមុនធ្វើឲ្យខ្មែរសាមគ្គីគ្នាខ្លាំងជាងមុនការចាក់បាសដំឡងប្រជាជនខ្មែរដែលមិនបានសម្រាមបានពួនទាំងក្មេងទាំងចាស់ទាំងជនពិការទាំងចាស់ជរានោះគឺជាអំពើដ៏អាម៉ាស់របស់ជាតិសាសន៍សៀមនៅលើពិភពលោកដែលពិភពលោកគេមិនដែលប្រើទេមានតែជនជាតិសៀមមួយទេដែលហ៊ានយកមកប្រើ